របៀបបដូរជើងយន្តហោះឬក៏ transfer flight ពីភ្នំពេញយើងទៅជប៉ុនដែលឆ្លងកាត់ប្រទេសហុងកុងនិងរបៀបប្រើប្រាស់ប្រគុណនៅលើយន្តហោះដែលសារម៉ាក់ខ្ញុំក៏អត់ចេះប្រើប្រគុណនៅលើយន្តហោះហ្នឹងអញ្ចឹងម៉ាក់ខ្ញុំចេញវីដេអូហ្នឹងអញ្ចឹងវីដេអូផាត1ពីខ្មែរមកហុងកុងហើយឥឡូវនេះវីដេអូផាត2ពីហុងកុងទៅជប៉ុនហ្នឹងហើយអញ្ចឹងយើងមើលរបៀបចូលកតុបទឹកនៅលើយន្តហោះអញ្ចឹងយើងចុចអានេះបិទអាហ្នឹងបានហើយយើង lock គេជ្រុញចូលមកអត់បានអញ្ចឹងណាហើយយើងចូលមកមានកញ្ចក់មានអីចឹងហើយកន្លែងនេះកន្លែងចុចទឹកមានទឹកក្តៅនិងទឹកត្រជាក់អាហ្នឹងទឹកត្រជាក់យើងចុចទៅហើយអាគារនេះសាប៊ូយើងសកត់វាទៅវាចេញសាប៊ូហើយមួយទៀតពេលយើងប្រើប្រាស់ប្រគុណហើយបិទកម៉ោហើយចាំចុចទឹកនេះបហូរទឹកទៅពីព្រោះអីវាបូមយកទៅចឹងវារៀងថ្លង់យើងរៀងខ្លាចសម្រាប់ខ្ញុំខ្លាចខ្ញុំចិត្តបិទកម៉ោទៅវាអត់សូវលឺទេហើយកន្លែងនេះយើងមានកូនមាន baby អីយើងអាចដូរ diaper អីនៅលើនឹងបានអញ្ចឹងអ្នកខ្លះក៏អត់ចេះអាបើកទ្វាររុញចាញ់រុញចូលហ្នឹងឯងគាត់រៀងភ័យប្រាំងខ្លាចជាប់នៅក្នុងបន្ទប់ទឹកហ្នឹងអញ្ចឹងយើងហើយកន្លែងនេះបោះចោលសម្រាប់អីចឹងណាហើយយើងរុញអាហ្នឹងត្រឡប់មកវិញមកយើងទាញចូលក្នុងអញ្ចឹងយើងអាចចេញក្រៅបានហើយពេលយើងចេញក្រៅយើងចង់ចូលយើងរុញវាចូលក្នុងទៅអញ្ចឹងហើយខ្ញុំអង្គុយមកទទួលទៅគេយកអីឲ្យញ៉ាំហើយរយៈពេលជិះយន្តហោះពីហុងកុងទៅជប៉ុនហ្នឹងប្រហែលជា3ម៉ោង40នាទីទៅ4ម៉ោងអញ្ចឹងនៅលើយន្តហោះគេឲ្យយើងញ៉ាំអាហារមួយពេលអញ្ចឹងមាននំប៉័ងមាននំមានអីអញ្ចឹងមិនសូវជាឆ្ងាញ់ហ្មងដែរប៉ុន្តែអាហារដែលពីជប៉ុនទៅហុងកុងវិញអូយឆ្ងាញ់ខ្លាំងនេះយើងជិះមកទទួលទៅមើលរឿងពីររឿងទៅដល់លេងអញ្ចឹងពេលយើងទៅដល់យើងរកពាក្យ arrival ទៅណាក៏ដោយឲ្យតែយើងទៅដល់ប្រទេសហ្នឹងគឺត្រូវទៅរកពាក្យ arrival ហ្នឹងហើយអញ្ចឹងយើងទៅតាមសញ្ញាព្រួញគេហ្នឹងទៅហើយមួយទៀតអ្នកដែលអាចគាត់បំពេញ e-arrival card ខ្ញុំក៏មានដាក់ website នៅលើនឹងដែរប៉ុន្តែចំពោះខ្ញុំទៅគ្នាច្រើនអ្នកអញ្ចឹងអត់ចង់បំពេញ e-arrival card យើងបំពេញអាកាតធម្មតាបានន័យថាបំពេញជា form กระดาษហ្នឹងឯងដោយសារ e-arrival មនុស្សច្រើនណាស់បើតាមមើលទៅដោយសារឥឡូវគេភាគច្រើនគេប្រើ e-arrival អញ្ចឹងដល់ពេលយើងបំពេញកាតលឿនជាងអ្នក e-arrival អញ្ចឹងចូលទៅបានភ្លាមហ្មងអញ្ចឹងយើងបន្ទាប់ពីវាយ passport ហើយគេមានបិទ sticker មួយនៅលើ passport យើងយើងអាច scan ពេលយើងទិញអីវ៉ាន់អីនៅជប៉ុនយើងអាច scan អាហ្នឹងដើម្បីទិញអីវ៉ាន់អត់ពន្ធហ្មងអត់ចាំបាច់មកខ្លែមលុយនៅពលានទេគឺ scan អាហ្នឹងសម្រាប់ទិញអីវ៉ាន់ហ្មងអញ្ចឹងយើងមកយកអីវ៉ាន់តាមលេខដែលយើងជើងហើយយើងពីហុងកុងហ្នឹងលេខម៉ាអញ្ចឹងយើងមកដល់បន្ទាប់មកយើងចូលកន្លែង custom declare យើងរុញវ៉ាលីហ្នឹងទៅយើងហុចกระดาษឲ្យគេទៅព្រោះកន្លែងហ្នឹងគេឲ្យថតតែប៉ុណ្្នឹងហើយយើងចេញមកខាងក្រៅហើយយើងមកដល់កាន់សៃ airport នៅអូសាកាហើយតែប៉ុណ្្នឹងឯងយើងទៅដល់ខ្ញុំជិះយន្តហោះហ្នឹងពីម៉ោង1មកដល់នេះមកហើយម៉ោង6ព្រឹកអញ្ចឹងនាំគ្នាដូរកៅអៅដូរអីហើយសិនបានចេញដំណើរទៅទៀតអញ្ចឹងដោយសារខ្ញុំទៅ private tour អញ្ចឹងមានឡានមកយកស្រាប់ពេលអញ្ចឹងអ្នកដែលទៅខ្លួនឯងនៅកន្លែងហ្នឹងក៏មានចំណតឡានក្រុងនៅហ្នឹងក៏គេមានកន្លែងលក់សមុទ្រនៅចិត្តហ្នឹងដែរដូចគ្នាអូយទេសភាពស្អាតគ្រាន់ color គេស្អាតហ្មងហើយ sakura នេះដូចជ័រអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់ថាខ្ញុំទៅអូសាកានេះខ្ញុំទៅលេងណាខ្លះបាយបាយពីមុទីតា view